ថាថាកុំហើយនឹងលឺតែความដល់ពេលទៅមានអីបងប្អូនហើយប្រោកទៅតែបានតែម្ដងចាជំរាបសួរសួស្ដីពុកម៉ែបងប្អូនគ្រាន់តែឃើញខ្ញុំស្លៀកពាក់ស្អាតបាតហ្នឹងក៏ពុកម៉ែបងប្អូនដឹងដែរថាពួកហ្នឹងដឹងតែចេញដំណើរទៅណាទៀតហើយបើពុកម៉ែបងប្អូនគិតអញ្ចឹងច្បាស់ជាត្រូវហើយចាគឺថាចេញដំណើរទៅទៀតហើយទៅសារនេះគឺថាទៅទឹកដីបែកលូងហ្នឹងខែនេះពុកម៉ែបងប្អូនដឹងហើយថាខែហ្នឹងគឺជាខែអីគេអញ្ចឹងយើងត្រូវតែទៅឲ្យបានបើពុកម៉ែបងប្អូនណាដឹងចាំខ្ញុំប្រហាប់ឲ្យស្ដាប់គឺថាខែបលាហើយឈ្ងុយហ្នឹងហើយឥឡូវគឺថាយើងចូលមកសាច់គ្រឿងយើងសិនហើយមុននឹងទៅហ្នឹងគឺថាចូលចាក់សាំងសិនពុកម៉ែបងប្អូនហើយចាក់សាំងហ្នឹងហើយខ្ញុំសេរីមួកបន្តិចបន្តួចអញ្ចឹងណាហើយបន្ទាប់ពីយើងចាក់សាំងមកគឺថាយើងអត់មានឈប់កន្លែងណាទៀតទេគឺថាចេញដំណើរទៅតែម្ដងសារនេះគឺថារៀងយូរតិចណាបងប្អូនចាំមើលបន្តិចទៅដឹងតែមានអីពិសេសតែម្ដងហើយខ្ញុំទៅហ្នឹងគឺថាទៅតែ2នាក់គូក្មួយទេបងប្អូនអើយជីដូចគេផ្សងព្រេងអញ្ចឹងបងប្អូនជីតែ2នាក់ហើយវូទៅវូមកហើយបាច់មើលមុខទេបងប្អូនឡើងខ្មៅដូចខ្ជូងហើយឥឡូវនេះគឺថាយើងចាប់ផ្ដើមធ្វើដំណើរឡើងភ្នំអីបងប្អូនគឺថាឡើងមកទេសភាពស្អាតខ្លាំងមែនទែនជាពិសេសបានឃើញទឹកទន្លេដ៏សែនធំល្វឹងល្វើយតែម្ដងហើយបានឃើញព្រៃព្រឹក្សាផ្ទះបងប្អូនទូចធំអញ្ចឹងនិយាយពីថាអូយស្អាតខ្លាំងមែនទែនហ្មងពេលនោះបងប្អូនខ្ញុំតែបានកាន់កាមេរ៉ាហើយគឺថាមិនបាច់ភីទេទុកចិត្តលើខ្ញុំចោតដឹងតែមាត់ស្រួចអញញឹមលើកដៃពីរគឺថាជាចំណេញរបស់ខ្ញុំអីបងប្អូននេះឃើញយកទឹកតែនិយាយគឺថាលើកមែនទែនយូរតែម្ដងបន្ទាប់ពីយើងឡើងភ្នំហើយគឺថាចូលដូរវគ្គចការកស៊ូម្ដងហើយបងប្អូនគ្រាន់តែជិះដូរវគ្គចការកស៊ូភ្លាមគឺថាតែជាក់ស្រេបតែម្ដងបងប្អូនដោយសារអីគឺមេឈោបាំងពេញណាពេញណីមកគឺអត់មានបានឃើញប្រាទៅទេឡើងល្ងឹតឈឹងហើយតែជាក់ស្រួលណាបងប្អូនកន្លែងហ្នឹងគឺថាស្អាតមែនទែនហ្មងតាមពិតខ្ញុំចង់ឈប់ថតកន្លែងហ្នឹងតែមានអីឈប់ថតឡើងច្រើនពេកអញ្ចឹងទៅខ្លាចពុកម៉ែបងប្អូនធុញខ្ជិលឈប់ថតទៅឲ្យតែពេលថាទៅបែកលូងគូខ្ញុំមិនតែបានជិះផ្លូវត្រឹមត្រូវទេបងប្អូនហើយមើលតែតាមក្បាលវីដេអូមិញហ្នឹងក៏ពុកម៉ែបងប្អូនដឹងដែរអាផ្លូវស្រួលជិះតែគ្រាន់តែវាឆ្ងាយគាត់អត់សុខចិត្តជិះណាចាគាត់សុខចិត្តជិះផ្លូវចិត្តហើយមិនបាច់ស្ដាប់សលេងខ្ញុំទេបងប្អូននៅលឺដោយសារអីបងប្អូនមើលតែផ្លូវទៅគឺដឹងហើយល្អលផងអីផងខ្ញុំនេះកាន់ថតបដាចង់ធ្លាក់ពីលើម៉ូតូបដាណាផងអូយភីខ្លាំងមែនតែនពេលនោះហើយតែមន់តែរួចផុតពីផ្លូវវេទនានេះឥឡូវចូលមកផ្លូវចការកស៊ូទៀតហើយសារនេះគឺថាមានផ្លូវចការកស៊ូផងផ្លូវដើមចេកផងអញ្ចឹងរៀងតិចស្រួលដែរបងប្អូនហើយខ្ញុំដូចខ្ញុំនិយាយចាតែបានកាន់កាមេរ៉ាគឺថាមិនស្ទាយខ្ញុំប្រចាំតកគឺថាមាត់ស្រួចដៃពីរតែម្ដងតិចទៀតជាប់នឹងកញ្ញាមាត់ស្រួលហើយកញ្ញាដៃពីរហើយគ្រាន់តែទៅដកបែងលួងភ្លេមកបងប្អូនអើយនិយាយពីថាឲ្យត្រៀបត្រាពេញផ្លូវតែម្ដងបងប្អូនស្ទើរតែបលាហ្នឹងពុកម៉ែបងប្អូនប្រហែលជាស្គាល់ហើយថាស្អីគេបលាគឺថាតារ៉េហ្នឹងបងប្អូននៅខាងបែកម្លូងនេះគឺថាសពោខ្លាំងមែនតើហ្មងបងប្អូនអើយហើយជិះវិញគឺថាឈ្ងុយឈ្ងប់ពេញច្រមុះតែម្ដងហើយពេលខ្ញុំទៅហ្នឹងគឺថាទៅហ្នឹងអត់បានទិញអីទេបងប្អូនគឺថាជិះថាទៅលេងក៏បានទៅមានការទិញទូចហ្នឹងទៅយកទូរស័ព្ទយកមកលក់អញ្ចឹងណាហើយឥឡូវនេះគឺថាយើងចាប់ផ្ដើមធ្វើដំណើរទៅផ្ទះវិញហើយបងប្អូន vlog ហ្នឹងគឺថាខ្លីៗទេបងប្អូនហើយមុននឹងទៅហ្នឹងគឺថាខ្ញុំឲ្យគាត់ជិះតាមផ្លូវនេះម្ដងថាអីគឺថាជិះតាមផ្លូវនោះជិះម្ដងគឺថាខ្ញុំណាឡើងចង់ខិនកគូតអស់ហើយបងប្អូនអើយអាលាក់ឃ្លុកមើលតែផ្លូវមិញគឺថាដឹងហើយតែម្ដងនេះភ្លាមគឺថាឃើញទេសភាពនៅនេះក៏មិនចាញ់នៅនោះដែរបងប្អូនអើយស្អាតខ្លាំងមែនតើហ្មងជីពិសេសពេលមេឃភ្លៀងហើយនឹងឃើញបន្លែខៀវខ្ចីតែម្ដងច្រឡំបន្លែព្រីឈើឡើងខៀវខ្ចីតែម្ដងហើយទេសភាពស្អាតប៉ុណ្្នឹងហើយបើថាមិនទិញទូរស័ព្ទមកថតទៀតចម្លែកបងប្អូនអូយស្អាតមែនតើតែហ្មងកូនហ្នឹងបងប្អូនហើយបន្ទាប់ពីយើងឈរលេងបន្តិចបន្តួចខាងលើហើយគឺថាយើងចាប់ផ្ដើមចេញដំណើរទៅអញ្ចឹងណាបងប្អូនមិនមែនចេញដំណើរទៅណាទេគឺថាចូលទៅក្នុងវត្តអីចឹងណាដោយសារអីគឺថាខានមកលេងបងប្អូនយូរហើយបងប្អូនបន្តិចច្រឡំថាមកលេងបងប្អូនណាចាគឺថាខានមកមើលមុខស្វាយូរអីចឹងណាអញ្ចឹងទៅក៏សមាជិកថាមកមើលស្វាហើយណាមួយទៀតគឺថាចង់ទិញនំឲ្យវាញ៉ាំអញ្ចឹងដែរអូយនិយាយជាមួយស្វាសិតតែញ៉ាំនិយាយជាមួយមេតាសិតតែស៊ីអូយខ្ញុំគាំងខ្លួនឯងតែម្ដងហើយមកដល់កន្លែងនេះគឺថាឃើញទឹកទន្លេឡើងធំតែម្ដងបងប្អូនខែនេះគឺថាទឹកទន្លេឡើងខ្លាំងមែនតើហ្មងខ្ញុំមកនៅចិត្តទន្លេបងប្អូននិយាយពីថាជិះមកឃើញទន្លេឡើងធំហើយឡើងខ្លាំងមែនតើហ្មងទឹកតែខែនោះសោះតែឡើងព្រៀបច្រាំងតែម្ដងស្អែកតែបានលិចផ្លូវទៀតណាទឹកមើលទៅហើយបន្ទាប់ពីយើងថតនៅខាងក្រោមអស់ចិត្តហើយគឺថាយើងចាប់ផ្ដើមចូលទៅលើអីចឹងណាហើយមុននឹងទៅលើគឺថាទិញនំសិនបងប្អូនដោយសារអីគឺដឹងតែម្ដងគ្រាន់តែនៅលើនឹងក្រោមតិចនេះគឺថាមានស្វាឲ្យចុះតម្រាំនៅលើទៀតដឹងតែស្វាច្រើនហ្មងអញ្ចឹងទៅគឺថាទិញនំនេះឲ្យវាញ៉ាំតែអញ្ចឹងណាអូច្រឡំញ៉ាំទៀតហើយរៀងអាប់ភិជនដែរហ្នឹងណាបងប្អូនទិញនំសិតតែមកកញ្ចប់3500ឲ្យស្វាអូយគាំងតែម្ដងតែមិនមែនឲ្យស្វាទាំងអស់ទេបងប្អូនអើយឲ្យស្វាមួយចំណិតអញ្ចឹងទៅយើងញ៉ាំ2-3ចំណិតទៅហើយនេះគឺថាផ្លូវឡើងបងប្អូនអើយនិយាយពីថាស្រស់ស្អាតតែម្ដងណាយើង
ឡើងទៅគឺថាយើងបានឃើញទេសភាពតិចតួចចឹងណាបងប្អូនគឺថាអ្នកស្រឡាញ់ព្រៃឈើគឺដឹងតែត្រូវចិត្តតែម្ដងនេះហាបងប្អូននិយាយពីថាខ្ញុំមកភ្ញាក់យកតែមែនតែម្ដងបងប្អូនកុំសង្ស័យថាខ្ញុំភ្ញាក់ស្អីនេះបងប្អូនស្ដាច់ខ្លាចតែម្ដងខ្ញុំខ្លាចអាសត្វហ្នឹងណាបងប្អូនខ្លាចយកតែមែនតែហ្មងអូយហើយទៅកន្លែងហ្នឹងគឺថាភីវេឡើងប្រពន្ធមេដៃអូយខ្ញុំគាត់តែនឹកឃើញខ្ញុំក៏ខ្លាចដែរបងប្អូនអើយឡើងភើឆ្អឹងខ្នងគាត់តែម្ដងនេះហាគឺថាស្វាគេចាំទទួលតែម្ដងដោយសារអីគឺថាឃើញយើងកាន់របស់ញ៉ាំច្រើនអញ្ចឹងទៅនិយាយថាមកឡើងប្រងភេទតែម្ដងសំខាន់ណាគឺថាចេះហៅគ្នាទៀតណាបងប្អូនវាបានស៊ីតែវេអត់ទេណាដល់ពេលយូរទៅវាសែកហៅគ្នាមកឡើងប្រងភេទហ្មងពេលនោះហើយបងប្អូនកន្លែងហ្នឹងគឺថាខ្ញុំគៀងតែម្ដងនៅលើភ្នំហ្នឹងគឺថាមិនមែនធំតែស្វាគេចេះញ៉ាំណាបងប្អូនហើយឆ្កែក៏ចេះដែរបងប្អូនអើយខ្ញុំគិតថាឆ្កែអត់ចេះស៊ីរបស់អញ្ចឹងណាបងប្អូនតែមានអីអ្នកឲ្យដាក់មកផ្លឹបអស់តែម្ដងហើយកន្លែងនេះហាពិតជាស្អាតខ្លាំងមែនតើហ្មងបងប្អូនកន្លែងហ្នឹងគឺជាថ្មដាអញ្ចឹងហើយពុកម៉ែបងប្អូនហើយទឹកស្រក់មែនបងប្អូនអើយនិយាយពីថាស្រក់អត់មែនឈប់ឈរទេស្រក់គឺតាំងពីថ្ងៃដល់យប់តាំងពីយប់ដល់ថ្ងៃនិយាយទៅគឺស្រក់រហូតតែម្ដងហើយថ្មហ្នឹងស្អាតណាបងប្អូនទៅលេងម្ដងមិនដឹងថាស្អាតប៉ុណ្ណាបន្ទាប់ពីយើងដើរមើលអស់ចិត្តអស់ចង់ហើយគឺថាយើងចាប់ផ្ដើមចេញដំណើរទៅផ្ទះវិញអញ្ចឹងណាបងប្អូនហើយបន្ទាប់ពីខ្ញុំដាក់អីឲ្យគេញ៉ាំហើយគឺថាគេចាប់ផ្ដើមជូនដំណើរយើងអញ្ចឹងណាហើយឃើញខ្ញុំលេដៃហ្នឹងគឺថាប្រាប់គេថាឲ្យអស់ព្រោះអីអត់ចេះភាសាស្វាហើយគ្រាន់តែមកដល់ខោភ្លាមគឺថាឃើញទេសភាពស្អាតបានទេកាច់ជ្រៀងអូនិយាយពីថាខ្ញុំកាំងតែម្ដងហើយមុននឹងទៅផ្ទះហ្នឹងគឺថាជួបរឿងហួសចិត្តមួយទៀតបងប្អូនហើយមកកន្លែងនេះខំលោបគិតថាអត់មានស្វាហើយកន្លែងហ្នឹងខ្ញុំគិតយ៉ែមិនបានមួកខ្ញុំទុកនៅលើម៉ូតូហើយមិនបានសុកទៅនៅក្រោមវិញដល់ពេលឆែកចុះឆែកឡើងបងប្អូនហើយស្វាលួចក្រាស់សិតសក់មានតែមនុស្សឯណាលួចក្រាស់ដល់ពេលសារនេះគឺថាស្វាលួចក្រាស់តែម្ដងកាំងតែម្ដងហើយបន្ទាប់ពីដឹងថាវេលួចក្រាស់យើងហើយចាគឺថាយើងចាប់ផ្ដើមរៀបចំដំណើរទៅផ្ទះវិញហើយដោយសារអីយើងមករៀងយូរដែរមកតាំងពីម៉ោង2រហូតដល់ម៉ោង5បាទខ្ញុំចេញដំណើរទៅផ្ទះវិញដោយសារអីនៅកន្លែងជាប់ចិត្តលេងជាមួយស្វាហ្នឹងចាហើយឥឡូវទៅវិញហើយបាយ